យបានរៀបចំឈុតឆាកធ្វើជាទីហ៊ានខ្មែរដាក់មីនដោយសម្ដេចតេជោហ៊ុនសែនមានប្រសាសន៍ថាសម្ដែងបានល្អប៉ុន្តែខ្វះបច្ចេកទេសតាមរយៈទំព័រ Facebook នៅយប់ថ្ងៃទី4ខែធ្នូនេះសម្ដេចតេជោហ៊ុនសែនប្រធានប្រសិទ្ធិកម្ពុជាបានប្រតិកម្មតបទៅនឹងការចុះផ្សាយដោយកាសែតថៃ The Nation ដោយភ្ជាប់នឹងរូបភាពបុរស2នាក់ស្លៀកសម្លៀកបំពាក់ឈុតទីហ៊ានខ្មែរកំពុងបង្កប់មីនសម្ដេចតេជោបានប្រាប់ឲ្យអ្នកដឹកនាំរឿងថៃថ្ងៃក្រោយរៀបចំសេនាវីយ៉ូឲ្យបានល្អរើសតួសម្ដែងឲ្យចេះធ្វើកាយវិការរបៀបដាក់មីនឲ្យបានត្រឹមត្រូវជាពិសេសបង្រៀនអ្នកថតឲ្យចេះថតពីរបៀបធ្វើជាចោលលួចដាក់មីនទៅគេជឿសារបង្រៀនថៃពីរបៀបដាក់ថ្មីរបស់សម្ដេចតេជោហ៊ុនសែនធ្វើឡើងក្រោយភាគីថៃតែងតែបង្កើតសាច់រឿងចោតម្ដងហើយម្ដងទៀតថាកម្ពុជារំលោភលើអនុសញ្ញាអូតាវ៉ាក្នុងបទអន្តរាគមន៍នាកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាលោកអិនដារ៉ាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវប្រទេសស្វីសបានការពារភាពស្អាតស្អំរបស់កម្ពុជានិងបានប្រតិកម្មតបវិញថាកម្ពុជាតែងតែគោរពកាតព្វកិច្ចរបស់ខ្លួនដោយអនុលោមតាមអនុសញ្ញាអូតាវ៉ាផ្ទុយពីការចោទប្រកាន់របស់ភាគីថៃ